លោកអ្នកដឹងអត់ថាពាក្យរបស់ឪពុកម្ដាយទៅកាន់កូនហ្នឹងមានធម៌ពលមែនតើអាចធ្វើឲ្យកូនហ្នឹងមានសុភមង្គលមានទំនុកចិត្តឬក៏មានអនាគតរុងរឿងដោយសារពាក្យរបស់យើងហ្នឹងមានន័យថាបើយើងនិយាយត្រូវពួកគាត់សប្បាយចិត្តមានទំនុកចិត្តហើយមានអនាគតហើយបើយើងនិយាយពាក្យហ្នឹងខុសពួកគាត់ខ្លាចជាមនុស្សខ្លាចគេខ្លាចជាមនុស្សដែលអត់មានទំនុកចិត្តលើខ្លួនឯងអត់សប្បាយចិត្តហើយអនាគតហ្នឹងពិបាកទាយមែនទេអញ្ចឹងដោយសារពាក្យហ្នឹងវាសំខាន់ណាតើយើងគួរតែនិយាយពាក្យអីគេដែលមានប្រយោជន៍ដល់កូនយើងអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងនិយាយចែកម្លែកបទពិសោធន៍ពាក្យចំណេះដឹងទាក់ទងvớiពាក្យហ្នឹង5យ៉ាងដែលមានធម៌ពលមែនទែនដល់របៀបដែលយើងនិយាយទៅកាន់កូនលោកអ្នកទាយមើលទី1អីគេលោកអ្នកប្រហែលជាដឹងហើយទី1គឺជាប៉ាម៉ាក់ស្រឡាញ់កូន I love you ពាក្យហ្នឹង very powerful ក្មេងក៏ដោយមនុស្សធំក៏ដោយត្រូវការហ្នឹងហើយត្រូវការញឹកញាប់ប៉ុណ្ណាក៏បានដែរអញ្ចឹងពាក្យដែលថាប៉ាម៉ាក់ស្រឡាញ់កូនដោយអត់លក្ខខណ្ឌហ្នឹងមានធម៌ពលខ្លាំងមែនទែនចំពោះកូនពីព្រោះពេលដែលគេធំទៅក៏ដោយពេលដែលគេចាស់ទៅក៏ដោយពាក្យដែលលោកអ្នកនិយាយក្នុងពុកក្បាលរបស់គេមុនគេស្លាប់ខ្លួនមុនគេពេលគេ depress បើគេលឺសលេងនឹងឡើងវិញក្នុងពុកក្បាលគេដែលពុកម្ដាយនិយាយប្រាប់គេពីក្មេងគេ depress គេបាត់ depress គេធ្លាក់ទឹកចិត្តហ្នឹងគេធ្លាក់ទឹកចិត្តតិចជាងមុនបើគេចង់ស្លាប់ខ្លួនគេនៅឃើញពាក្យហ្នឹងគេអត់ស្លាប់ខ្លួនហើយបើមានអ្នកស្ដីឲ្យគេអីក៏ដោយបើពាក្យលោកអ្នកនឹងក្នុងពុកក្បាលគេមានន័យថាគេអូខេទប់ទល់អាហ្នឹងបានផ្ទុយទៅវិញបើគេអត់មានពាក្យហ្នឹងពីលោកអ្នកទេគេជឿថាគេមនុស្សអត់សំខាន់មនុស្សអត់មានក្តីស្រឡាញ់គេជឿថាពួកគាត់ហ្នឹងថាអត់គួររស់ទេអញ្ចឹងគេស្លាប់ខ្លួនបានហើយសួរថានិយាយមិនទៅនិយាយរាល់ថ្ងៃហើយមួយថ្ងៃមួយដងក៏បានដែរពេលបែកគ្នាពេលជួបគ្នាពេលមុនគេងពេលភ្ញាក់ពីគេងលោកអ្នកឯងនិយាយវារហូតព្រោះដើម្បីអីឲ្យពួកក្បាលគាត់ហ្នឹងពោពេញទៅដោយអាពាក្យហ្នឹងហើយស្បែកប្តីប្រពន្ធក៏ដោយបើយើងអាចនិយាយចឹងបានណាជួយមែនទេអញ្ចឹងពាក្យទី2ដែលសំខាន់ដែរគឺជាប៉ាម៉ាក់មានមោទនភាពចំពោះកូនពិតអត់ពិតពួកអីមុនមានកូនហ្នឹងមិនធម្មតាយើងរៀបចំមុនថាមុនឲ្យប្រពន្ធមានផ្ទៃពោះយើងរៀបចំម្ហូបអាហារកុំឲ្យប្រពន្ធ stress ហើយពេលមានផ្ទៃពោះ9ខែ10ថ្ងៃហ្នឹងប្រយ័ត្នមែនតើអត់ញ៉ាំហិលដូចថាទៅពេទ្យរាប់រយដងអញ្ចឹងពេលកូនយើងកើតមកយើងមានមោទនភាពចំពោះកូនយើងសូម្បីកូនយើងមិនក៏ដោយប៉ុន្តែគេត្រូវការឮពីយើងអញ្ចឹងនិយាយរហូតតែ I'm proud of you ប៉ាម៉ាក់មានមោទនភាពចំពោះកូន for whatever you do ទោះបីជាកូនឯងធ្វើអីក៏ដោយអញ្ចឹងមានអានេះជួយគាត់មិនជួយគាត់ឲ្យមានទំនុកចិត្តជួយគាត់កុំឲ្យដូចថាគិតអវិជ្ជមានគេធ្វើអីក៏ពុកម្ដាយគេ proud ពេកអញ្ចឹងមានន័យថាពួកគាត់អត់ខ្លាចនឹងធ្វើអីថ្មីពួកគាត់អត់ stress រឿងរនឹកថាចង់ញ៉ាំអីចង់ស្លៀកពាក់មិនទេពួកអីពុកម្ដាយគេ proud មកគេរហូតពាក្យសំខាន់ទី3គឺជាប៉ាម៉ាក់ជឿលើកូន I believe in you អញ្ចឹងទៅរៀនក៏ដោយទៅបច្ចេកអីថ្មីក៏ដោយទៅប្រឡងក៏ដោយឬក៏ពេលធម្មតាក៏ដោយយើងថាប៉ាម៉ាក់ជឿលើកូន I believe in you អញ្ចឹងគ្រាន់តែនឹងភ្លាមឲ្យធម្មពលគាត់ភ្លាមហើយនឹងភ្លាមឲ្យគាត់សប្បាយចិត្តភ្លាមហើយរឿងធ្វើទៅបានអត់សំខាន់ទេសំខាន់គាត់ហ៊ានធ្វើហើយតែគាត់ហ៊ានធ្វើគាត់មានកម្លាំងចិត្តគាត់ជឿថាគេជឿលើគាត់ព្រោះគាត់នឹងអត់ខ្លាចនឹងធ្វើហើយព្រោះគាត់ធ្វើបានល្អជាងមុនព្រោះគាត់នឹងមានទំនុកចិត្តអញ្ចឹងនិយាយវាកាន់តែញឹកកាន់តែល្អប៉ាជឿលើកូនម៉ាក់ជឿលើកូនតែនិយាយពិតណាមិននិយាយ fake ទេណាហើយវាមែនបើយើងជាឪពុកម្ដាយដែលមានផ្នត់កំណត់រីកចម្រើនយើងឲ្យតម្លៃលើដំណើរការឲ្យតម្លៃលើរបៀបដែលគេធ្វើលទ្ធផលសំខាន់ទី2អញ្ចឹងជោគជ័យមិនជោគជ័យអត់បញ្ហាសំខាន់ I believe in you ប៉ាបាក់ជឿលើកូន you can do it អញ្ចឹងពាក្យទី4គឺជា it's okay to make mistakes មិនអីទេកូនធ្វើកំហុសជារឿងធម្មតាហេតុអីបានជាយើងនិយាយចឹងមានន័យយើងលើកទឹកចិត្តឲ្យគេធ្វើកំហុសមែនទេសូម្បីតែមនុស្សដែលមានបទពិសោធន៍ធ្វើក្រុមហ៊ុនធ្វើការក្រុមហ៊ុន build ក្រុមហ៊ុនកសាងក្រុមហ៊ុននឹង20ឆ្នាំក៏ដោយតែធ្វើក្រុមហ៊ុនថ្មីមួយក៏ make mistake ដែរអញ្ចឹងយើងនិយាយចឹងគឺគ្រាន់តែចង់ឲ្យគាត់កុំខ្លាចក្នុងការព្យាយាមធ្វើអ្វីដែលថ្មីហើយពេលដែលយើងធ្វើអញ្ចឹងទៅធ្វើឲ្យគាត់រៀនអីថ្មីបើគាត់អត់ព្យាយាមគាត់អត់សាកល្បងទេគាត់នឹងមិនរៀនទេហើយពេលដែលគាត់រៀនអីថ្មីគាត់ចេះច្រើនគាត់មានកតិបណ្ឌិតគាត់មានបទពិសោធន៍អញ្ចឹងពេលដែលគាត់អត់ខ្លាចហ្នឹងពេលដែលគាត់អត់ខ្លាចកំហុសហ្នឹងធ្វើឲ្យគាត់ព្យាយាមអីថ្មីធ្វើអីថ្មីចេះច្រើនអត់ខ្លាចកំហុសអត់ខ្លាចការរិះគន់អាហ្នឹងគឺជាដូចថា
គុណភាពមួយរបស់មនុស្សដែលធ្វើឲ្យមនុស្សជោគជ័យគឺជាតាក់អីដែលថ្មីហើយមិនខ្លាចកំហុសព្រោះកំហុសណាគេក៏ធ្វើដែរអូខេការខ្លាចកំហុសធ្វើឲ្យយើងដូចថាអត់ធ្វើអី limit ខ្លួនឯងមែនទេទី5ចុងក្រោយគឺជាយើងនិយាយពាក្យហ្នឹង make sure ថាធ្វើម៉េចឲ្យគាត់មានអារម្មណ៍ថាគាត់គឺជាមនុស្សសំខាន់លោកអ្នកដឹងពីអីអត់អូខេប៉ាម៉ាក់នៅនឹងប៉ាម៉ាក់កំពុងតែស្ដាប់កូននិយាយតែប៉ុណ្្នឹងធ្វើឲ្យគាត់គិតថាខ្លួនគាត់សំខាន់ហើយលើកទឹកចិត្តឲ្យគាត់ចែកម្លែករឿងក្នុងចិត្តរបស់គាត់ហើយបើគាត់ចែកម្លែករឿងក្នុងចិត្តរបស់គាត់ភាគច្រើនគាត់អត់ធ្វើអីខុសទេដោយសារមនុស្សដែលធ្វើអីខុសមនុស្សដែលប្រើគ្រឿងញៀនមនុស្សដែលមានពួកម៉ាក់ថាជាហ្គេងកូនយើងនេះមកពីគាត់គិតក្នុងពុកក្បាលហ្នឹងហើយគាត់អត់អាចនិយាយចេញអញ្ចឹងគាត់ទៅសាកហ្មងហើយសាកវាច្រើនខុសណាតែបើយើងថាប៉ាម៉ាក់ស្ដាប់កូនប៉ាម៉ាក់នៅនឹងកូនអាចនិយាយអីក៏បានដែរគាត់នឹងនិយាយ brainstorm គំនិតរបស់គាត់ហើយបើ brainstorm មកយើងអាចឲ្យយោបល់ខ្លះៗទៅគាត់អញ្ចឹងធ្វើឲ្យគាត់ដូចថាងាយធ្វើអីខុសហើយពាក្យហ្នឹងធ្វើឲ្យយើងកសាងទំនាក់ទំនងល្អមួយកូនទៀតអូខេចឹងក្នុងចំណោមពាក្យទាំង5តើលោកអ្នកបានធ្វើអីគេបានធ្វើបាននិយាយពាក្យមួយណាដែលលោកអ្នកតែងតែធ្វើឬក៏លោកអ្នកចង់យកអាពាក្យមួយនេះយកទៅនិយាយសូមមកជួយ share គំនិត comment ខាងក្រោមដើម្បី inspire ឲ្យពុកម្ដាយផ្សេងៗដឹងហើយមួយវិញទៀតនៅ Khel យើងតែងតែលើកទឹកចិត្តឲ្យបុគ្គលិកយើងប្រើពាក្យនឹងរហូតពាក្យវិជ្ជមានរហូតអញ្ចឹងលោកអ្នកចង់ឲ្យកូនលោកអ្នកដូចថាខ្លាចជាមនុស្សមានទំនុកចិត្តខ្លាចជាមនុស្សសុបាយចិត្តខ្លាចជាមនុស្សមានអនាគតពេលគាត់ធំទៅបើកូនរបស់អ្នកមានអាយុចន្លោះពី1ឆ្នាំដល់5ឆ្នាំអាចយកកូនមកដាក់នៅ Khel ធានាថាពួកគាត់ទទួលបានពាក្យនឹងរាល់ថ្ងៃហើយមួយថ្ងៃរាប់សិបដងអរគុណបាយបាយ